ឆ្លាមយក្សមួយក្បាលស្រាប់តែលោតចេញពីវាលខ្សាច់ហើយលេបបុរសម្នាក់និងគោរបស់គាត់ក្នុងមួយម៉ាត់ដើម្បីកម្ចាត់ឆ្លាមដ៏គួរឲ្យខ្លាចនេះអ្នកភូមិបានដាំមីនរាប់រយគ្រាប់ភ្លាមនៅជុំវិញសម្បុករបស់វាពួកគេដឹងថាចំណុចខ្សោយតែមួយគត់របស់ឆ្លាមគឺពោះរបស់វានៅពេលដែលអន្ទាក់ត្រូវបានរៀបចំរួចរាល់បុរស3នាក់បានដើរទៅជិតច្រកចូលទាំងភ័យព្រួយហើយចាប់ផ្ដើមស្រែកខ្លាំងមិនយូរប៉ុន្មានឆ្លាមក៏ធំក្លិននុយរបស់វាហើយពួកគេក៏បានឮសំឡេងក្រហមយ៉ាងខ្លាំងរបស់វាបុរសទាំង3នាក់បានបង្វែរខ្លួនរត់ប៉ុន្តែវាហួសពេលទៅហើយឆ្លាមបានបើកមាត់ដ៏ធំរបស់វាហើយស្ទុះទៅរកពួកគេអ្នកដែលរត់យឺតជាងគេត្រូវបានលេបចូលភ្លាមឃើញបែបនេះអ្នកភូមិក៏ប្រញាប់បាញ់ព្រួញយក្សមួយគ្រាប់គួរឲ្យភ្ញាក់ផ្អើលឆ្លាមស្ទើរតែមិនបាច់ប្រឹងទាញអ្នកបាញ់ព្រួញទៅបាត់គឺនៅពេលនោះហើយដែលឆ្លាមដ៏ឆ្លាតវៃបានដឹងថានេះជាអន្ទាក់វាបានបង្វែរខ្លួនយ៉ាងលឿនព្យាយាមដកថយចូលទៅក្នុងសម្បុករបស់វាវិញអ្នកភូមិបានចាប់ផ្ដើមគប់គ្រឿងផ្ទុះយ៉ាងវឹកវរដោយសង្ឃឹមថានឹងលបួងវាចូលទៅក្នុងតំបន់មីនប៉ុន្តែរឿងនេះរឹតតែធ្វើឲ្យឆ្លាមខឹងខ្លាំងឡើងវាបានព្រួសពីសដ៏សាហាវយ៉ាងលឿនហើយអ្នកណាដែលប៉ះពាល់វានឹងប្រែទៅជាទឹកខ្មៅភ្លាមសំណាងល្អទីបំផុតឆ្លាមត្រូវបានបង្ខំឲ្យចូលទៅក្នុងតំបន់មីនទោះជាយ៉ាងណាក៏ដោយនៅពេលដែលគ្រប់គ្នាគិតថាជ័យជំនះនៅជិតបង្កើយពួកគេស្រាប់តែដឹងថាឆ្លាមបានបាត់ខ្លួនទាំងស្រុងអ្វីដែលកើតឡើងបន្ទាប់ទៀតនឹងក្លាយជាសុបិនអាក្រក់ដ៏គួរឲ្យខ្លាចបំផុតរបស់ពួកគេ